មានជាការញៀនជាមួយនឹង steak នៅទីតាំងហាងមកកន្លែងនេះមែនតើនៅខាងទូកោកហើយ Twister កម្រឃើញ steak ដែលគេដាក់ចានធំៗបែបនេះសម្រាប់ម្ចាស់នឹងតើតែជួយញ៉ាំគ្នា2នាក់ទៅ3នាក់អីបានអស់និយាយទៅគឺថាម្ចាស់នេះច្រើនមែនតើហើយសម្រាប់គុណភាពសាច់បកកវិញដូចដែលយើងទៅញ៉ាំនៅហាងថ្លៃៗបែបប៉និត fine dining ចឹងពុកម៉ែបងប្អូនប៉ុន្តែតម្លៃវិញសមរម្យបើថាការរៀបចំនៅក្នុងហាងបកកវិញគឺស្អាតតែម្ដងសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺមានឈ្មោះថា The Steak Kitchen នៅខាងទូកោគាត់ពុកម៉ែបងប្អូនហើយសម្រាប់កន្លែងអង្គុយវិញគឺគាត់មាន2ឲ្យយើងជ្រើសរើសបើសិនជាចង់អង្គុយបែបស្រូបយកខ្យល់ខាងក្រៅអីគឺយើងអាចអង្គុយជាលក្ខណៈ outdoor បែបនេះក៏បានប៉ុន្តែបើសិនជាចង់បានរបៀបខ្យល់ម៉ាស៊ីនត្រជាក់អីហ្នឹងគឺអាចចូលមកអង្គុយនៅខាងក្នុងបែបនេះពុកម៉ែបងប្អូននិយាយទៅគឺថាការរៀបចំហាងរបស់គាត់គឺចេញមកបែបស្អាតប៉ុណ្ណឹងតែម្ដងត្រូវមែនតើយើងទៅជាមួយនឹងក្រុមគ្រួសារក៏ដូចជាក្រុមការងារណាហើយខាងនេះវិញគឺជានៅខាងក្នុងចង្ក្រាន Two Sister ពេលដែលទៅដល់ហើយគឺចូលលុកលុយដល់ខាងក្នុងតែម្ដងចង់ដឹងថាការរៀបចំនៅក្នុងហាងរបស់គាត់ស្អាតអត់ព្រោះដោយសារតែឃើញនៅខាងក្រៅស្អាតអញ្ចឹងណាអញ្ចឹងពេលចូលទៅដល់គឺស្អាតមែនគាត់មានអនាម័យពុកម៉ែបងប្អូនហើយសម្រាប់ជំរឿសាច់វិញគឺគាត់មានច្រើនគាត់ប្រើជាប្រភេទសាច់គោអាមេរិកអូស្ត្រាលីនិងញូហ្សេឡែនណាហើយ Twister កម្រឃើញមែនតើ steak ដែលគេដាក់ចានធំៗបែបហ្នឹងនិយាយទៅគឺថាម្ចាស់នេះតើតែជួយញ៉ាំគ្នា2ទៅ3នាក់អីបានអស់ព្រោះដោយសារតែម្ចាស់នេះធំប៉ុន្តែបើសិនជាអ្នកដែលគាត់ញ៉ាំច្រើនអីប៉ុណ្នេះល្មមអត់សល់ទេពុកម៉ែបងប្អូនហើយ Twister ថ្ងៃនេះគឺគាត់ក៏មានជាប្រភេទសាច់គោដាក់អាំងនៅលើថ្មបែបនេះដែរបើសិនជាពុកម៉ែបងប្អូនចង់បានឆ្អិនអីគឺដាក់អាំងរៀងយូរទៅប៉ុន្តែបើសិនជាអត់ចង់បានឆ្អិនទេគឺដាក់រៀងឆ្អិនល្មមដូច Twister មុនហ្នឹងគឺឆ្ងាញ់តែម្ដងហើយទឹកជ្រលក់វិញគឺគាត់មានច្រើនប្រភេទឲ្យយើងជ្រើសរើសណាគាត់មានទាំងជាប្រភេទទឹកម្រេចបែបនេះទៀតនិយាយទៅគឺថា steak ត្រូវមែនតើជាមួយនឹងទឹកម្រេចហ្នឹងសម្រាប់ម្ចាស់នេះគឺជាសាច់ជៀមពុកម៉ែបងប្អូនហើយនៅពេលដែលចាក់ទឹកជ្រលក់ចេះមកគឺជូស៊ីតែម្ដងហើយគេមកជាមួយនឹងបន្លែសាឡាត់ទៀតអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺអត់តលាន់ទេបើថាអ្នកដែលបែប healthy អីអញ្ចឹងបាច់ញ៉ាំសាច់ទេញ៉ាំតែបន្លែទៅក៏បានដែរព្រោះដោយសារតែបន្លែរបស់គាត់ឆ្ងាញ់ហើយសម្រាប់ហាង The Steak Kitchen នេះគឺមិនមែនជាហាងដែលទៅតែបើកថ្មីថ្មោងទេគឺជាហាងដែលបើកមកយូរហើយពុកម៉ែបងប្អូនតាំងពីឆ្នាំ2011ដែលដំបូងឡើយហ្នឹងគឺគាត់បើកនៅផ្សារទៅនៅសវណ្ណាណាប៉ុន្តែក្រោយមកហ្នឹងគឺគាត់បានបដូរមកសាខាទូកុកសាខាដែល Twister កំពុងតែថតហ្នឹងហើយឥឡូវនេះគឺគាត់មាន2សាខាហើយពុកម៉ែបងប្អូនមានសាខាទូកុកនិងសាខានៅកម្ពុជា City ណាអញ្ចឹងសម្រាប់អ្នកដែលនៅខាងកម្ពុជាអីគឺអាចទៅសាខាខាងនោះបាន Twister នឹងដាក់ Google Map នៅលើ caption ក៏ដូចជានៅក្នុង comment ហើយខាងនេះវិញគឺជា steak សាច់គោហ្នឹងគឺយើងចាក់ទឹកម្រេចពីលូនចេះមកគឺឆ្ងាញ់មែនតើឡើងជាតិតែម្ដងដែលម្ចាស់នេះគឺគេមានឈ្មោះថា steak សាច់គោបាយឆាអ៊ីតាលីពុកម៉ែបងប្អូនអញ្ចឹងចង់បានជាប្រភេទបាយអីគឺអាចហៅម្ចាស់នេះបានគឺថាធំមែនតើហើយសម្រាប់រសជាតិវិញនៅពេលដែលញ៉ាំធានាថាឆ្ងាញ់ជាប់ចិត្តតែម្ដងទាំងគុណភាពសាច់ក៏ដូចជាការរៀបចំនៅក្នុងហាងដូចហាងប៉និតបែប fine dining អញ្ចឹងពុកម៉ែបងប្អូនហើយ Twister គឺថាអត់ភ្លេចទេយើងញ៉ាំជាមួយនឹង Pocari Sweat ចេះទៀតមកគឺកាន់តែឆ្ងាញ់ធ្វើឲ្យអាហាររបស់យើងនឹងគឺអត់តលាន់ទេជាពិសេសនឹងគឺថានៅពេលដែលញ៉ាំហើយជួយបំពេញជាតិទឹកនៅក្នុងរាងកាយរបស់យើងបានល្អណាជាពិសេសសម្រាប់ពុកម៉ែបងប្អូនដែលនិយមចូលចិត្តលេងកីឡាអីហ្នឹងគឺថា Pocari Sweat ល្អមែនតើព្រោះដោយសារតែយើងលេងកីឡាគឺប្រើកម្លាំងច្រើនអញ្ចឹងគឺ Pocari Sweat ជួយបន្ថែមជាតិទឹកនៅក្នុងរាងកាយរបស់យើងបានល្អអញ្ចឹងបើសិនជាស្រឡាញ់សុខភាពញ៉ាំ Pocari Sweat វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ Bye